ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Cookie សម្រាប់រឿងថ្ងៃនេះ Admin នឹងលើកយករឿងក្រមុំឆ្នះថ្នាក់ E វគ្គ 2 ភាគ 4 យកមកបន្តសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាដើម្បីតាមដានទស្សនា Admin ណាសម្បើកវងកញ្ចក់បន្តិចអ្នកទាំងអស់គ្នាសម្រាប់រឿងចែកគឺគេចេញថ្ងៃពហុពេលយប់អញ្ចឹងនៅក្នុងថ្ងៃពហុហ្នឹងមិនបាច់ចាំ comment សួរ Admin ថា Admin រឿងចេញហើយ Admin ណាចេញអត់ទាន់នោះទេអ្នកទាំងអស់គ្នារឿងមួយរឿងត្រូវការចំណាយពេល 6-7 ម៉ោងធ្វើអញ្ចឹងគេចេញថ្ងៃពហុបើសិនជាគេចេញពេលព្រឹកAdmin អាចនឹងចេញពេលល្ងាចឲ្យមើលហើយនៅពេលដែលគេចេញថ្ងៃពហុពេលយប់អញ្ចឹងតតែថ្ងៃសុក្រពេលល្ងាចវិញបានអ្នកទាំងអស់គ្នាបានមើលពេលព្រោះថ្ងៃពហុទោះបីជា Admin ធ្វើអត់ដេកក៏អាចចេញរឿងតន់ចិត្តអ្នកទាំងអស់គ្នាបានដែរហើយ Admin និយាយនេះគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាកុំឲ្យរងចាំមើលនៅថ្ងៃពហុព្រោះ Admin ធ្វើអត់តន់អញ្ចឹងណាព្រោះ fan ខ្លះពួកគាត់អត់បានតាមដាន Admin ទេ Admin អាសា like អាសាចេញ clip វីដេអូខ្លីនិយាយអាសាផុសដែរតែអ្នកទាំងអស់គ្នានៅតែអត់ចាប់អារម្មណ៍អញ្ចឹងហើយនៅមកនិយាយក្នុងវីដេអូតែម្ដងទៅសម្រាប់ចូលអាដើមភាគ 4 នេះនិយាយពីថាចេះអង្គុយឲ្យញឹមបដ ாய் នៅឃើញទស្សនភាពដែលអោបគ្នាជាមួយនឹង Kiefer ហើយបានសារភាពគ្នាទៅមកថាស្រឡាញ់ដោយសារតែកន្លងមកនាងទទួលយកការភ្ជាប់ពាក្យជាមួយនឹង Yuri នាងស្រឡាញ់ Kiefer ប៉ុន្តែនាងសពេចសពិលមិនដឹងថាតើ Kiefer ស្រឡាញ់នាងអត់ពេលនេះគឺថាលឺច្បាស់តែម្ដងគេសារភាពថាស្រឡាញ់គ្នាអញ្ចឹងណាកំពុងតែមានក្តីសុខម្នាក់ឯងហ្នឹងស្រាប់តែ Kiefer បានខលមកនឹងសួរទៅកាន់នាងថាមិនអីចេះបានប្រាប់ទៅកាន់ Kiefer ថាត្រូវអ្នកផ្ទះស្ដីបន្ទោសដោយសារតែនាងមកផ្ទះយប់ពេក Kiefer ក៏បាននិយាយថាប្រាប់ទៅកាន់គ្រប់គ្នាទៅថាអូនមានផ្ទៃពោះហើយពួកយើងនឹងរៀបការKiefer នេះនិយាយពីថាចេញមកបញ្ញាប់តែម្ដងដែលធ្វើឲ្យចេះរបស់យើងនឹងគឺអៀនខ្លាំងមែនទែនបន្ទាប់មកពួកគេក៏បាននិយាយរាត្រីសួស្ដីដាក់គ្នាហើយ Kiefer បាននិយាយថាស្រឡាញ់ចេះគ្មានថ្ងៃបញ្ចប់ធ្វើឲ្យចេះរបស់យើងហ្នឹងគឺអញញឹមបំរុងនឹងនិយាយតបទៅកាន់ Kiefer វិញទៅហើយប៉ុន្តែក៏ស្រាប់តែត្រូវស៊ីអ៊ីនដែលជាទួជ្រេតហ្នឹងមកសួរនាងថានិយាយទូរស័ព្ទមួយណាគេហើយនិយាយថាស្រឡាញ់ណាគេហ្នឹងចេះរបស់យើងនិយាយថាអត់មាននោះទេនាងគ្រាន់តែនិយាយម្នាក់ឯងពួកគេទាំងពីរនេះប្រកែកគ្នាមកសន្ទុះស៊ីអ៊ីននិយាយថានឹងទៅប្រាប់ Kiefer ថាចេះហ្នឹងមានសង្សារចេះថាអញ្ជើញទៅប្រាប់អ្នកទាំងអស់គ្នាហ្មងទៅនិយាយពីថាមើលពីអ្នកហ្នឹងឲ្យ Admin គឺថាសោចរហូតប្រកែកគ្នាលោឡាពេញបន្ទប់ឡើងអេរីហ្នឹងស្រែកថាឲ្យមកយប់ហើយពីអ្នកហ្នឹងផងអត់ដេកអត់ពួនទេអីគេអ្នកនៅចិត្តហ្នឹងត្រូវការដេកនៅពេលដែលត្រូវមាត់អេរីប៉ុណ្ណឹងហើយក៏នៅតែប្រកែកគ្នាទៀតប៉ុន្តែប្រកែកបែបស្ងាត់អីអញ្ចឹងណាប្រកែកចុះប្រកែកឡើងស៊ីអ៊ីនដេកទៅហើយចេះរបស់យើងគឺដេកអញញឹមទីរ៉ៃអូយនេះហើយគេហៅថាអាការៈស្នេហ៍សាឡាម្ដងសាឡាឆ្លុះគ្នាទៀតឯពីអ្នកនឹងចេះនិយាយថាស៊ីអ៊ីនហ្នឹងគឺរំខានមិនឲ្យនាងដេកអញ្ចឹងណាស៊ីអ៊ីនក៏និយាយទៅវិញថាគឺមកពីនាងតាយប់មិញនិយាយថាស្រឡាញ់ណាគេមិនក៏មិនប្រាប់ធ្វើឲ្យចេះរបស់យើងស្ដីឲ្យគេថាឲ្យនិយាយស្ងាត់អីអញ្ចឹងណាបន្ទាប់មកពេលដែលចេះបានទៅអង្គុយតុយូរីក៏បានចូលមកដល់យូអាហារឡើងមកកាណូហើយនិយាយពីថាថ្នាក់អ៊ីនេះឃើញអាហារបាននោះទេនាំគ្នាអកខិបក៏ខប់តែទទួលអាហារពីយូរីញ៉ាំអញ្ចឹងណាចំណែកចេះរបស់យើងគឺបានអង្គុយគិតនៅក្នុងចិត្តនាងពិតជាពិបាកប្រឈមមុខជាមួយនឹងយូរីខ្លាំងមែនទែនតែនាងគួរតែនិយាយប្រាប់យូរីយ៉ាងណានាងមិនចង់ធ្វើបាបចិត្តគេនោះទេហើយក៏មិនចង់ផ្ដោតក្តីសង្ឃឹមខ្លាំងៗឲ្យយូរីដែរប៉ុន្តែបើនិយាយទៅវាដូចជាធ្វើបាបយូរីពេកបន្ទាប់មកនាងសម្លឹងទៅកាន់តុរបស់ Kiefer និងគិតថាតើស្មានណាទៅគេមកដល់ហើយក៏ងាកទៅកាន់មាត់ទ្វារអីអញ្ចឹងណាយូរីបានប្រាប់ទៅកាន់ចេះថាមិនបាច់សម្លឹងមើលនោះទេថ្ងៃនេះគេមិនមកនោះទេធ្វើឲ្យចេះរបស់យើងភ្ញាក់ផ្អើលមែនទែនសួរថាយូរីនឹងនិយាយពីអីគឺ Kiefer នាងរងចាំ Kiefer មែន Kiefer អត់មកនោះទេថ្ងៃនេះដោយសារតែឪពុករបស់គេមកអញ្ចឹងគេមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយចេះបាននិយាយថាគួរអស់សំណោចណាស់ហេតុអីបានជាខ្ញុំត្រូវរងចាំ Kiefer ខ្ញុំអត់បានចាំគាត់នោះទេមាត់និយាយអញ្ចឹងប៉ុន្តែនៅក្នុងចិត្តគិតថាកុហកទីរ៉ៃតាមពិតនាងពិតជារងចាំ Kiefer ពិតមែនបន្ទាប់មកក៏ទៅចាប់ដើមឆ្លោះជាមួយនឹងស៊ីអ៊ីនទៀតដោយស៊ីអ៊ីនហ្នឹងនិយាយប្រាប់អ្នកគ្រប់គ្នាថាយប់មិញចេះនិយាយថាស្រឡាញ់នឹងថាស្រឡាញ់អ្នកណាម្នាក់នោះទេដែលធ្វើឲ្យចេះរបស់យើងប្រាប់ទៅកាន់ស៊ីអ៊ីនថាបាត់មាត់ភ្លាមនៅពេលដែលកំពុងតែរៀបនឹងបែកការទៅហើយហ្នឹងស្រាប់តែលឺសំឡេងឆ្មាយំឆ្មាហ្នឹងស៊ីអ៊ីនហៅវាថា Andy នៅពេលដែលឃើញ Andy ភ្លាមស៊ីអ៊ីនរត់ទៅតាមវាភ្លាមដែលធ្វើឲ្យចេះរបស់យើងធូរចិត្តថាប៊ីសនឹងបែកការទៅហើយយប់ឡើងមកដល់ចេះរបស់យើងគឺថាគេងអត់លក់នោះទេដោយសារតែបាត់ Kiefer ពី3ថ្ងៃអត់ឃើញមករៀនតលតែសោះហើយអាកំពុងតែបារម្ភពី Kiefer ដេកអត់លក់ហើយហ្នឹងស៊ីអ៊ីនហ្នឹងបែរជាដេកមកមើលស្រែកហៅ ED រហូតឆ្មាអ្នកទាំងអស់គ្នាស្រែក ED មិនអស់ចិត្តស្រែកម៉ែវទៀតដែលធ្វើឲ្យចេះរបស់យើងគឺថា stress ខ្លាំងមែនទែន admin ណាស្មានតាស៊ីអ៊ីនហ្នឹងឆ្លងអាចជំងឺឆ្កែឆ្កួតនឹងតាអ្នកទាំងអស់គ្នាដោយសារថ្ងៃមុនឆ្មាខំមកឥឡូវងាកមកមើលចេះរបស់យើងនៅពេលដែលនាងកំពុងតែបារម្ភពី Kiefer ស្រាប់តែ Kiefer បានខលមកដល់នាងបានសួរទៅកាន់ Kiefer ទាំងបារម្ភថាគេមាននឹងអីកើតឡើងប៉ុន្តែ Kiefer ក៏បានតបថាអត់អីនោះទេគ្រាន់តែគេគឺមានបញ្ហាខ្លះត្រូវដោះស្រាយអញ្ចឹងណាហើយគេបានសួរទៅកាន់ចេះថាយូរីមានឆ្លៀតឱកាសធ្វើអីអត់នៅពេលដែលគេអត់នៅប៉ុន្តែចេះបានតបថាអត់មានអីនោះទេសំខាន់គឺនាងបារម្ភពី Kiefer នាងព្យាយាមសួរទៅកាន់ Kiefer ថាទោះបីជារវល់ឬមួយក៏មានបញ្ហាប៉ុណ្ណាបើថាมันបានខលមកគួរតែផ្ញើសារមកខ្លះហេតុអីបានជាគេមិនផ្ញើសារ Kiefer នៅតែព្យាយាមនិយាយប្រឡប់ចេះប៉ុន្តែចេះអត់ភ្លេចនោះទេនាងសួរដដែលទៅកាន់ Kiefer ថាមានបញ្ហាធំប៉ុណ្ណាបានជាគេមិនផ្ញើសារមកនាង Kiefer បាននិយាយថានឹកចេះខ្លាំងមែនទែនចង់ជួបមុខនាងអញ្ចឹងណា
ប៉ុន្តែពេលនេះគឺវាយប់ពេកចេះបាននិយាយថានាងអាចថតរូបផ្ញើទៅកាន់ Kiefer ខូចខ្លាំងមែនទែននិយាយថាអញ្ចឹងថតរូបស្រាតមកតែធ្វើឲ្យចេះខឹងនឹងនិយាយថាបើនៅតែអញ្ចឹងទៀតនាងនឹងឈប់និយាយរក Kiefer ហើយបន្ទាប់មកនាងនៅតែមិនភ្លេចសួរទៅកាន់ Kiefer ថាបញ្ហាវាធ្ងន់ធ្ងរប៉ុណ្ណាសូម្បីតែផ្ញើសារមិនបានហើយនាងចង់ដឹងថាតើមានបញ្ហាអីចំពោះ Kiefer នៅពេលនេះអញ្ចឹងណាបន្ទាប់មកយើងក៏បានដឹងថាកាលពី3ថ្ងៃមុនផ្ទះរបស់ Kiefer គឺញ៉ៃញ៉ៃខ្លាំងមែនទែនមេកាបានទៅសួរអ្នកបម្រើថាមានរឿងអីអ្នកបម្រើបានប្រាប់ថាគឺលោកម្ចាស់មកទីនេះនៅពេលដែលពួកគាត់កំពុងតែនិយាយគ្នាហ្នឹងស្រាប់តែ Kiefer បានដើរមកដល់ហើយគាត់បានដឹងភ្លាមថាផ្ទះញ៉ៃញ៉ៃអញ្ចឹងគឺដោយសារតែឪពុករបស់គាត់បានសែករកប្អូនប្រុសរបស់គាត់ Kiren ណាដែលជាប្អូនពៅអញ្ចឹងណាប្អូនទី2បាននាំ Kiren មកដល់ admin ពេកឈ្មោះប្អូនទី2នឹងជាឈ្មោះអីបាត់ទៅហើយ Kiefer បានទៅអោបប្អូនប្រុសនឹងនិយាយសុំទោសទៅកាន់ប្អូនអញ្ចឹងណាប្អូនប្រុសទី2បន្ទោសទៅកាន់ Kiefer ថាហេតុអីបានជាដើរចោលផ្ទះពេលយប់បែបនេះដឹងហើយថាឪពុករបស់គេហ្នឹងគឺនឹងអាចត្រឡប់មកវិញគ្រប់ពេលវេលានិយាយទៅបញ្ហាដែល Kiefer កំពុងតែប្រឈមគឺឪពុករបស់គេត្រឡប់មកវិញដើម្បីទាមទារមរតកដែលម្ដាយទុកឲ្យ Kiefer ជាមួយនឹងប្អូនបងមិនអញ្ចឹងទេគាត់នឹងបង្រាត់ប្អូនប្រុសពៅរបស់ Kiefer ចាក់ចេញពីពួកគេទៅដែលធ្វើឲ្យប្អូនប្រុសទី2ហ្នឹងគឺថាពិបាកចិត្តខ្លាំងមែនទែនបានសួរទៅកាន់បងប្រុសថាពួកយើងត្រូវធ្វើម៉េចចុះបើសិនជាគាត់យក Kiren ចេញពីទីនេះទៅ Kiefer ក៏បានប្រាប់ថាបងគឺចិត្តគ្រប់អាយុស្របច្បាប់ហើយឯងបាច់បារម្ភនោះទេអត់ទេចុះបើសិនជាគាត់មកយក Kiren មុនពេលដែលបងគ្រប់អាយុពីព្រោះរឿងអីក៏អាចកើតមានបានដែរបន្ទាប់ពីលួងលោមប្អូនហើយគាត់ក៏បានដេញប្អូនប្រុសទី2ហ្នឹងឲ្យនាំប្អូនពៅឡើងទៅបន្ទប់ទុកឲ្យគាត់ជាអ្នកដោះស្រាយគេបានទៅកាន់មេធាវីភ្លាមដែលនិយាយថាឲ្យមេធាវីជួយរៀបចំឯកសារអីចឹងណាដោយសារតែអ្វីដែលគេបារម្ភតាំងពីពេលដែលម្ដាយរបស់គេស្លាប់ទៅពេលនេះគឺបានកើតឡើងហើយព្រឹកឡើងចេះជាមួយនឹងស៊ីអ៊ីនចេញពីផ្ទះបដាលអូបដាយឺតពេលទៀតហើយមេក៏ក្តៅទៀតពងនិយាយគ្នានឹងស្រាប់តែមានឡានខ្មៅមួយជិះមកដល់ចេះអមែនតេនគិតថាជាឡានគូសាស៊ីអ៊ីនណាប៉ុន្តែស៊ីអ៊ីនប្រកែកថាមិនមែននោះទេស្រាប់ពេលដែលអេរីក៏បានដើរចេញមកដល់ដែរស្រាប់តែមានមនុស្សឈុតខ្មៅ2នាក់ចេញពីក្នុងឡានដែលធ្វើឲ្យពួកគេទាំង3នាក់ហ្នឹងងើងឆ្ងល់អញ្ចឹងណាមើលមុខគ្នាលេងឡង់បន្ទាប់មកពួកគេបានសួររកឈ្មោះចេស៊ីអ៊ីនជាមួយនឹងអេរីចាំតែម្ដងហើយនឹងបានប្រាប់ថាគ្រូសា Verson ណាគឺជាអ្នកអញ្ជើញពួកគេអញ្ចឹងណានៅពេលដែលចេថាតែ Kiefer ចង់ធ្វើអីមែនអង្គរៈទាំងអស់ហ្នឹងក៏ប្រាប់ថាពេលដែលទៅដល់នឹងដឹងហើយនៅពេលដែលបើកទ្វារឡានមកឃើញថាអេឡាជាមួយនឹង Felix ក៏នៅទីនេះដែរស៊ីអ៊ីនក៏ដឹងភ្លាមតែម្ដងសប្រាប់ចេថានេះមិនមែន Kiefer នោះទេប្រកាសជាឪពុករបស់ Kiefer កុំឲ្យចេហ្នឹងចូលទៅក្នុងឡានប៉ុន្តែចេយើងគឺអត់ស្ដាប់នាងបានដើរចូលទៅក្នុងឡានអញ្ចឹងណាស៊ីអ៊ីនជាមួយនឹងអេរីក៏បានចូលទៅតាមទៅហើយនៅពេលដែលមកដល់វីឡាមួយណាទាំងអស់គ្នាមិនតែ3 4នាក់ហ្នឹងទេគឺថាមនុស្សមួយថ្នាក់តែម្ដងគឺនាំគ្នាមកជុំគ្នានៅទីនេះនៅពេលដែលកំពុងតែនាំគ្នាងើងឆ្ងល់ហើយមិនមានចម្លើយហ្នឹងស្រាប់តែមានបរិសម្នាក់ដើរចេញមកស៊ីអ៊ីនប្រាប់ថានោះហើយគឺជាឪពុករបស់ Kiefer គាត់ដើរមកសួរស្ដីទៅកាន់គ្រប់គ្នាអញ្ចឹងណាស្វាគមន៍ដែលមកកាន់ផ្ទះរបស់គាត់នៅពេលហ្នឹងអត់មានអ្នកណានិយាយអីនោះទេមានតែអេរីម្នាក់គត់ដើរចេញមកសួរថាលោក Verson តើហេតុអីបានជំនុំពួកខ្ញុំមកទីនេះលោក Verson សើចនឹងនិយាយថាអេរីគឺនៅតែមិនផ្លាស់ប្ដូរគេគឺជាមនុស្សដែលអត់ធ្មត់អញ្ចឹងណាហើយគាត់ក៏បានសួរទៅកាន់អ្នកគ្រប់គ្នាថាក្នុងនាមគាត់ជាឪពុករបស់ Kiefer តើគាត់មិនអាចញ៉ាំអាហារថ្ងៃត្រង់ជាមួយនឹងមិត្តភ័ក្តិរបស់កូនគាត់ទេមែននៅពេលដែលគ្រប់គ្នាកំពុងតែងើងឆ្ងល់ហ្នឹងស្រាប់តែឮសំឡេងរថយន្ត2គ្រឿងមកដល់គ្រប់គ្នាកំពុងតែនាំគ្នាឈមមើលអ្នកដែលចុះពីរថយន្តគឺជា Kiefer ជាមួយនឹង Yuri តែចេរបស់យើងបែរជាមានអារម្មណ៍ថាអត់អាចផ្ដោតអារម្មណ៍ដោយសារតែពួកគេហ្នឹងគឺមកម្ដងទាំងពីរអ្នកតែម្ដងហើយនិយាយថាតណៅចេញពីឡានមួយគឺថាចេះរៀងសង្ហាមិនធម្មតាពេលនោះផងដែរ Felix បានសួរទៅកាន់ Kiefer ថាហេតុអីបានឪពុករបស់គេនាំគ្រប់គ្នាមកទីនេះអត់មានអ្នកណាម្នាក់ឆ្លើយនោះទេឪពុករបស់ Kiefer គ្រាន់តែញញឹមនឹងដើរចូលផ្ទះហើយគ្រប់គ្នាក៏ដើរទៅតាមគាត់ទៅចេរបស់យើងដើរពីក្រោយគេហ្នឹងអំពីក៏ស្រាប់តែឮសំឡេងរបស់ Kiefer ហៅនាងនាងក៏បានទៅ Kiefer នាំនាងទៅបន្ទប់មួយដែលនៅទីនោះមិនមានតែនាង2នាក់នោះទេគឺមាន Kiren ជាមួយនឹង Keegan ផងដែរប្អូនទី2របស់ Kiefer ឈ្មោះ Keegan admin តំណឹកឃើញហើយ Yuri ក៏នៅនឹងផងដែរពួកគេទាំង5នាក់គឺថាកំពុងតែពិភាក្សាគ្នាគ្រប់គ្នាក៏បានបញ្យល់ទៅកាន់ចេពីអ្វីដែលកើតឡើងនៅក្នុងថ្ងៃនេះដោយសារតែឪពុករបស់ Kiefer ហ្នឹងគឺថាចង់បាន Kiren យកទៅនៅជាមួយគាត់ហើយ3អ្នកបងប្អូនគេនេះគឺថាមិនចង់បែកគ្នានោះទេបើសម្រាប់ឪពុករបស់ Kiefer វិញគាត់គឺជាមនុស្សដែលជជែករឹងរូសខ្លាំងមែនទែនបើគាត់ចង់បានអីគឺត្រូវតែបាននឹងបើថាមិនបានទេគឺថាគ្មានអ្នកណាម្នាក់នៅសុខឡើយនេះហើយគឺជាមូលហេតុដែលគាត់នាំមិត្តភ័ក្តិរបស់ Kiefer មកទីនេះអីអញ្ចឹងណាវាដូចជាចង់ផ្ដល់ការគំរាមកំហែងទៅដល់ Kiefer អីអញ្ចឹងទៅហើយពួកគេក៏បានសុំទៅកាន់ចេឲ្យជួយនាំ Kiren ទៅកន្លែងដែលមានសុវត្ថិភាពហើយ Keegan ហ្នឹងគឺជាអ្នកនាំផ្លូវពួកគេប៉ុន្តែចេបានប្រកែកដូចនិយាយថាបើសិនជានាងចាក់ចេញពីទីនេះចុះមិត្តភ័ក្តិរបស់នាងគ្រប់គ្នា Kiefer ជាមួយនឹង Yuriបើសិនជាមានបញ្ហាទៅធ្វើយ៉ាងម៉េច Keegan បាននិយាយថាគេធានាសុវត្ថិភាពមិត្តភ័ក្តិរបស់ចេគ្រប់គ្នាលើកលែងតែ Kiefer ម្នាក់តែប៉ុណ្ណោះចេលឺអញ្ចឹងគឺថាសម្លឹងមុខ Kiefer តែម្ដងដែលនាងបារម្ភពី Kiefer អញ្ចឹងណាប៉ុន្តែ Kiefer បានប្រាប់ទៅកាន់ចេថាកុំគិតអីផ្សេងឲ្យសោះនៅពេលនេះអ្វីដែលនាងត្រូវធ្វើគឺជួយ Kiren ចាក់ចេញពីទីនេះ
គេវទៅកាន់ចេះធ្វើរឿងនេះគឺដើម្បីគីរ៉េនហើយដើម្បីគេផងដែរដែលធ្វើចេះរបស់យើងនឹងគឺថាបដិសេធលេងបានបន្ទាប់ពីពិភាក្សាគ្នាពួកគេក៏ចាក់ចេញប៉ុន្តែ Kiefer និងចេះគឺចេញក្រោយគេអញ្ចឹងណានៅពេលដែលគេចេញទៅផុតអស់ Kiefer គឺបានអោបចេះនិងនិយាយថានឹកចេះខ្លាំងមែនទែនអូនអ្នកទាំងអស់គ្នាហើយadmin ឡើងរំភើបជំនួសហ្មងតែមក Kiefer បានចន្ទចាទៅកាន់ចេះថាទោះបីជាមានរឿងអីកើតឡើងគេសន្យាថាគេនឹងទៅតាមចេះអញ្ចឹងណានៅពេលដែលចេះបំរុងនឹងដើរចាក់ចេញទៅ Kiefer ក៏ទាញចេះមកវិញទៀតដោយនិយាយថាមុនពេលដែលនាងចេញទៅគេបានអោនទៅថាបនាងមកសើតហើយបន្ទាប់មកពួកគេក៏បាននាំគ្នាមកកន្លែងញ៉ាំអីឃើញថានៅទីនេះមានអាហារជាច្រើនហើយកូនសិស្សគឺថានាំគ្នាញ៉ាំឡើងម្ចាស់ដៃតែម្ដងដោយអត់មានខ្វល់ខ្វាយរឿងរៀនរឿងសូត្រអីនោះទេនៅពេលដែលកំពុងតែញ៉ាំស្រាប់តែឪពុករបស់ Kiefer បានដើរចូលមកដល់សំខាន់អង្គរៈរបស់គាត់គឺថាកាន់កាភ្លើងវែងមកពួកឪពុកគេនឹងនាំគ្នារត់ចូលតុព្រាតតែម្ដងពេលហ្នឹង Kiefer សួរទៅកាន់ឪថានាំពួកគេមកទីនេះធ្វើអីពួកគេក៏ត្រូវទៅរៀនអញ្ចឹងណាឪពុករបស់ Kiefer និយាយថាកុំឲ្យបខំពេកបន្ទាប់មកគាត់បានសួរទៅកាន់អេឡាថាក្រែងពីមុនអេឡានៅជាមួយនឹងកូនប្រុសគាត់ហើយមិនបានឥឡូវផ្លាស់ប្ដូរបែបនេះទៅវិញនៅពេលហ្នឹងអត់មានអ្នកណាមកនោះទេចេះនៅតែព្យាយាមសម្លឹងមុខឪពុករបស់ Kiefer គាត់ក៏បានសួរទៅចេះថានាងឈ្មោះអីចេះគឺប្រាប់ឈ្មោះពេញទៅកាន់ឪពុករបស់ Kiefer ឪពុករបស់ Kiefer ចាប់អារម្មណ៍តកូលរបស់ចេះក៏សួរថាគាត់ដូចជាធ្លាប់ស្គាល់តកូលមួយនេះសួរថាឪពុករបស់នាងឈ្មោះអីហើយម្ដាយរបស់នាងឈ្មោះអីអញ្ចឹងណានៅពេលដែលចេះរៀបរាប់ឈ្មោះឪពុកម្ដាយទៀតឪពុករបស់ Kiefer គាត់បានសើចនឹងនិយាយថាពិភពលោកពិតជាតូចចង្អៀតមែននាងដឹងអត់ខ្ញុំនិងឪពុករបស់នាងគឺជាដៃគូពាណិជ្ជកម្មជាមួយគ្នាគាត់មានភាគហ៊ុននៅក្នុងក្រុមហ៊ុនទូរគមនាគមន៍របស់ខ្ញុំស្ទើរតែមិនជឿថាពួកគេទាំងពីរនាក់មានកូននោះទេសុំទោសខ្ញុំមិនមែនចង់ប្រមាថនាងទេប៉ុន្តែម្ដាយរបស់នាងគឺជាមនុស្សដែលមានល្បិចកលអ្នកទាំងអស់គ្នានិយាយពីថា Kiefer យើងអត់មាត់នោះទេប៉ុន្តែគេខឹងខ្លាំងមែនទែនខឹងដល់ថ្នាក់ច្បាច់កៅបែកឡើងឈាមដៃបន្ទាប់មកគេបានសួរទៅកាន់ឪពុករបស់គេថាម៉េចហៅគ្នារបស់គេមកនឹងដើម្បីតែប្រមាថមែនឪពុករបស់ Kiefer ក៏សួរថាហើយឯងកើតអីយើងគ្រាន់តែនិយាយលេងជាមួយពួកគេតើឯងនៅឲ្យស្ងៀមទៅថៃបន្ទាប់មកគេក៏បានសួរថាឥឡូវត្រូវការអីប្រកាសពេលនឹងផងដែរឪពុករបស់ Kiefer ក៏បានចេញកន្ទុយកញ្ជ្រោងមកហើយក៏បានបកគលឯកសារមួយនឹងនិយាយថាសញ្ញេបកគលទ្រព្យម្ដាយរបស់ Kiefer មកឲ្យគាត់ទាំងអស់បើមិនអញ្ចឹងទេគាត់នឹងយក Kieran ទៅនៅជាមួយនៅពេលនឹងផងដែរ Kiefer គឺថាបានគោះតុកស្រែកមកតំហឹងថាគេគឺមិនព្រមនោះទេឡើងធ្វើឲ្យអ្នកគ្រប់គ្នានឹងឡើងផ្អើលតែម្ដងមុនហ្នឹងទោះបីជាគេឆ្លុះគ្នាយ៉ាងណាក៏នៅតែញ៉ាំធ្វើមិនដឹងតែដល់ពេលឥឡូវគឺថាភ្នែកសព្រាតគ្រប់គ្នាហើយឪពុករបស់ Kiefer ឮតែប៉ុណ្្នឹងគាត់ក៏បានដើរចេញក្រៅទៅហើយពេលហ្នឹងនៅកន្លែងហ្នឹងញ៉ៃខ្លាំងមែនទែនគឺថាកូនសិស្សជាមួយនឹងអង្គរៈឪពុករបស់ Kiefer គឺបតៃបតប់គ្នាអីអញ្ចឹងណាបន្ទាប់មកចេះក៏បានឆ្លៀតឱកាសប្រាប់ឲ្យ Kieran រត់ចាក់ចេញពីទីនេះនៅពេលដែលឃើញថាសភាពអញ្ញៃអង្គរៈម្នាក់របស់ឪពុក Kiefer បានដកកាភ្លើងចេញមកភ្ជុំក្មេងៗពួកគេទាំងអស់គ្នាក៏នាំគ្នាលើកដៃនិងចាក់ចេញមកខាងក្រៅនៅពេលដែលមកដល់ខាងក្រៅគាត់ក៏សួររកកូនប្រុសរបស់គាត់ Kieran ដោយសារតែនៅទីនេះអត់ឃើញគេអញ្ចឹងណាកូនចៅរបស់គាត់ម្នាក់បានទាញចេះមកនឹងនិយាយថាគឺនាងដឹងថា Kieran នៅទីណាប៉ុន្តែចេះបាននិយាយថា Kieran គឺនៅក្នុងហោប៉ៅរបស់នាងឪពុករបស់ Kiefer ឃើញថាចេះនឹងបានសម្ដីខ្លាំងមែនទែនក៏ដើរទៅចិត្តចេះនៅបាននិយាយលក់លុយទៅកាន់នាងអញ្ចឹងណាពេលនឹងផងដែរ Kiefer គឺថាបានចេះទៅកាន់ឪពុករបស់ខ្លួន Kiefer គឺចេះឪរហូតនៅទាំងអស់គ្នាចេះឪពាក្យអាក្រក់ខ្លាំងមែនទែនបន្ទាប់មកឪពុករបស់ Kiefer បានស្រែកគ្រប់គ្នាលុតជង្គង់គ្រប់គ្នាក៏លុតជង្គង់លើកលែងតែ Kiefer ម្នាក់តែប៉ុណ្ណោះគាត់ក៏ឲ្យកូនចៅរបស់គាត់នឹងបដៅ Kiefer ទៅគឺថាកូនចៅរបស់គាត់វា Kiefer មកទូកសាច់តែម្ដងគ្រប់គ្នាគឺបានត្រឹមតែហៅឈ្មោះ Kiefer តែប៉ុណ្ណោះចេះរបស់យើងគឺថាបារម្ភពី Kiefer ខ្លាំងមែនទែននាងបានងើបឡើងនឹងអង្វរទៅកាន់ឪពុក Kiefer កុំធ្វើបាបកូនអញ្ចឹងណាប៉ុន្តែឪពុករបស់ Kiefer ក៏និយាយថាមិនបាច់អង្វរជំនួសគេនោះទេព្រោះតែកូនប្រុសរបស់គាត់ត្រូវការបដៅគេដោយខ្លួនឯងនៅពេលដែលវា Kiefer ម្ចាស់ដៃហើយគាត់ក៏បានហុចឯកសារទៅឲ្យ Kiefer ដោយនិយាយថាគេគួរតែដឹងហើយថាគាត់ត្រូវការអីប្អូនប្រុសរបស់ Kiefer ឮតែប៉ុណ្្នឹងគេបានស្រែកប្រាប់បងប្រុសគេថា Kiefer កុំអីនៅពេលដែលបានឯកសារដល់ដៃហើយ Kiefer របស់យើងគឺថាមើលទៅគឺកំពុងតែទន់ខ្សោយខ្លាំងមែនទែនចេះជាមួយនឹង Yuri ព្យាយាមស្ដីប្រាប់គេថាកុំបន្ទាប់មកនៅពេលដែលតច្រកចេះក៏បានប្រាប់ទៅកាន់អង្គរៈរបស់ឪពុក Kiefer ថាឆាប់បាញ់មកគ្រប់គ្នាគឺភ្ញាក់ផ្អើលជាមួយនឹងសម្ដីរបស់ចេះខ្លាំងមែនទែននាងបាននិយាយទៀតថាឲ្យលឿនមកបាញ់មកអត់ហ៊ានទេមែនអេរីឮតែប៉ុណ្្នឹងបារម្ភមែនទែនប្រាប់ចេះថាកុំឲ្យនិយាយទៀតប៉ុន្តែចេះរបស់យើងអត់ខ្លាចនោះទេនាងបានរៀបរាប់ថាបើសិនជាពួកគេខ្លាំងមែនឲ្យបាញ់មកនៅពេលដែលមានសិស្សណាម្នាក់ស្លាប់នៅក្នុងភូមិគ្រឹះរបស់គេតែច្បាប់នឹងលើកលែងទោសឲ្យពួកគេឬអត់ហើយឪពុករបស់ Kiefer នឹងរងគេឈ្មោះស្អុយឲ្យលួយនៅក្នុងពិភពពាណិជ្ជកម្មមិនហើយឪពុករបស់នាងនឹងនិយាយថាមិនពេលនឹងផងដែរឪពុករបស់ Kiefer គឺថាសោចនឹងនិយាយថាចេះពិតជាក្លាហានខ្លាំងមែនទែនហើយគាត់បានប្រាប់ឲ្យកូនចៅរបស់គាត់ដាក់កំភ្លើងចុះបន្ទាប់មកគាត់និយាយថាកម្រងនឹងត្រូវពជាពេលជួបអ្នកទាំងអស់គ្នានៅពេលក្រោយនិយាយហើយគាត់ក៏បានដើរចេញទៅអង្គរៈរបស់គាត់ក៏បានយកឯកសារពី Kiefer ពេលនឹងផងដែរចេះរបស់យើងគឺថាដួលក្រឹបតែម្ដងគ្រប់គ្នាបារម្ភពីនាងមកសួរថាតើនាងមកចៃចេះតបថានាងគិតថានាងនឹងស្លាប់ឲ្យតាមមិញពេលនឹងផងដែរស៊ីអ៊ីនជាមួយនឹង
មិត្តភក្តិផ្សេងទៀតទៅសារទៅកាន់ចេចេតែក្លាហានពួកគេមានមោទនភាពទៅកាន់ចេចេអញ្ចឹងណាប៉ុន្តែស្របពេលដែលគ្រប់គ្នាទៅសារចេចេហ្នឹង Kiefer បែរជាស្ដីទៅកាន់ចេចេថាធ្វើអីឥតចេះគិតថ្ងៃក្រោយគឺមិនឲ្យនាងធ្វើបែបនេះទៀតនោះទេ Kiefer ស្ដីឲ្យចេចេឆ្លើយមែនទែនហើយអត់មានអ្នកណាម្នាក់ហ៊ានមាត់នោះឡើយនិយាយពីថាអាប៉ែហ្នឹងគឺថាអត់មានចេះស្វីតចេះអីគេតែម្ដងដែលធ្វើឲ្យចេរបស់យើងគឺថាមើលទឹកមុខនៅទាំងអស់គ្នាអត់មានអាណិតចេខ្លាំងមែនទែនពេលហ្នឹងលង្ខឹង Kiefer ហ្មងសម្បីតែ Yuri ហ្នឹងក៏សម្លឹងទៅកាន់ចេជាមួយនឹងទឹកមុខព្រួយបារម្ភដែរបន្ទាប់មក David ក៏បានខ្សឹបតិចតិចទៅកាន់ចេថាកំខឹង Kiefer ដោយសារតែគេហ្នឹងបារម្ភពីនាងតែប៉ុណ្ណោះនៅពេលដែលគ្រប់គ្នាកំពុងតែឈររោមចេហ្នឹងឃើញថា Ella តែអប Eric ជាមួយនឹងអារម្មណ៍ភ័យខ្លាចបន្ទាប់ពីពេលថ្ងៃជួបរឿងគួរឲ្យភ័យខ្លាចយប់ឡើងចេជាមួយនឹង Sein គឺនាំគ្នាមកញ៉ាំក្រែមហើយក៏ឆ្លៀតរមើល Condo ដែល Sein គួរទៅរស់នៅផងដែរពេលហ្នឹងគឺថា Kiefer ព្យាយាមផ្ញើសារមកកាន់ចេប៉ុន្តែនាងអត់តបអញ្ចឹងណាឃើញតែចេអត់តបគេក៏ផ្ញើសារទៅកាន់ Sein វិញដែលនិយាយថាក្នុងពេល5នាទីបើសិនជាចេមិនបង្ហាញខ្លួនគេនឹងទៅនិយាយជាមួយនឹង Angelo បន្ទាប់មក Sein ក៏បានប្រាប់ចេថា Kiefer គឺនៅខាងក្រោមចេរបស់យើងគ្រាន់តែលឺហើយគឺស្ទុះវឹងចុះទៅខាងក្រោមនាងខ្លាច Kiefer ទៅនិយាយជាមួយនឹង Angelo អញ្ចឹងណាបន្ទាប់មកឃើញថា Kiefer គឺបាននាំចេមកកន្លែងស្ងាត់ដើម្បីមកនិយាយគ្នាពេលហ្នឹងចេខឹងទៅកាន់ Kiefer អញ្ចឹងគេងក់ងពេលដែលបកាយគ្នាមកសន្ទុះ Kiefer ក៏បាននិយាយថាគេដឹងថានាងគឺធ្វើដើម្បីគេប៉ុន្តែគ្រាន់តែគេបារម្ភដោយសារតែឪពុករបស់គេហ្នឹងគឺជាមនុស្សដែលហ៊ានធ្វើគ្រប់យ៉ាងចេក៏បាននិយាយថានាងគឺបានដាក់ទុនរួចហើយនាងគឺយកជីវិតរបស់នាងមកភ្នាល់ដឹងអញ្ចឹងថ្ងៃមិញនាងអត់ធ្វើអីនោះទេឲ្យ Kiefer ហ្នឹងចុះហត្ថលេខានៅលើกระดาษមួយនឹងបាត់ហើយប៉ុន្តែមក Kiefer ក៏បានអរគុណទៅកាន់ចេដែលបន្ថយជីវិតដើម្បីគេជាមួយនឹងបងប្អូនរបស់គេអរគុណទៅកាន់ចេអញ្ចឹងណាប៉ុន្តែនាងនៅតែមិនយល់ព្រមដែលនាងនៅតែមិនតន់អស់ចិត្តរវាងសម្ព័ន្ធភាពឪពុកកូនរបស់ Kiefer មើលទៅវាពិតជាចម្លែកខ្លាំងមែនទែន Kiefer អត់មកនោះទេចេក៏បាននិយាយថាបើគេមិនចង់និយាយក៏មិនអីដែរបន្ទាប់មក Kiefer ក៏ចាប់ផ្ដើមរៀបរាប់រឿងរ៉ាវតាំងពីនៅក្មេងដែលឪពុករបស់គេបានស្ដីបន្ទោសថា Kiefer ហ្នឹងគឺចាញ់ Yuri អីអញ្ចឹងណាមិនអាចយកទៅប្រៀបធៀបជាមួយនឹង Yuri បាននោះទេអ្នកទាំងអស់គ្នាដឹងហើយអារម្មណ៍ក្មេងនៅពេលដែលត្រូវឪពុកម្ដាយយកទៅប្រៀបធៀបជាមួយអ្នកផ្សេងធ្វើឲ្យ Kiefer ហ្នឹងចាប់ផ្ដើមមានចរិតចលឹះបឹសទៅរករឿង Yuri តែម្ដងរហូតដល់ថ្នាក់គ្រូហ្នឹងហៅទៅកាន់ office នៅពេលដែលទៅដល់ office ហ្នឹង Yuri នៅតែនិយាយសុំទោសទៅកាន់ Kiefer ទាំងដែល Kiefer ហ្នឹងគឺជាអ្នកខុសសោះហើយនោះគឺជាលើកទី1ដែល Yuri ជាមួយនឹង Kiefer បានជួបជាមួយនឹង Angelo កាលនោះ Angelo គឺថាមានអំណាចខ្លាំងមែនទែនក្នុងចិត្ត Kiefer ខ្លាច Angelo ដូចជាខ្លាចឪពុករបស់គេអញ្ចឹងប៉ុន្តែ Angelo គឺបានបង្រៀនឲ្យ Kiefer ប្រើអំណាចរបស់ខ្លួនការពារមនុស្សដែលនៅជុំវិញខ្លួនជាពិសេសមនុស្សជាទីស្រឡាញ់របស់គេហើយឪពុករបស់ Kiefer ហ្នឹងមិនត្រឹមតែធ្វើបាបគេនោះទេថែមទាំងធ្វើបាបម្ដាយរបស់គេតែងតែវិដំគាត់ជាញឹកញាប់ហើយឪពុករបស់គេហ្នឹងគឺនិយាយតែពីរឿងលុយនោះទេ Kiefer ពិតជាស្អប់ឪពុកខ្លាំងមែនទែនមិនត្រឹមតែវាយប្រពន្ធថែមទាំងវាយកូនទៀតទាំងដែលគ្នានៅតូចហ្នឹងពេលហ្នឹង Kiefer ជាមួយនឹង Yuri ហើយនឹង Eric គឺនៅតូចដូចគ្នាពួកគេបានសួរនាំពីរបួសរបស់ Kiefer អញ្ចឹងណាពេលដែល Angelo ដឹងគាត់ក៏ប្រាប់ទៅកាន់ Kiefer ថាឲ្យចាក់ចេញពីឪពុកបែបនេះទៅគាត់មិនសមជាឪពុករបស់ Kiefer នោះទេប៉ុន្មានឆ្នាំក្រោយមកដែលជាពេលវេលាចាប់ផ្ដើមសុបិនអាក្រក់នៅក្នុងជីវិតរបស់ Kiefer ម្ដងទៀតហើយឪពុករបស់គេគឺចាប់ផ្ដើមធ្វើបាបប្រពន្ធខ្លួនបន្ទាប់ពីដឹងថាទ្រព្យសម្បត្តិរបស់នាងទាំងអស់ត្រូវផ្ទេរទៅឲ្យកូនប្រុសច្បងគឺ Kiefer នឹងឯងដោយគាត់បានវាយធ្វើបាបប្រពន្ធនិងនិយាយថារំលងសាកសពរបស់គាត់សិនទៅមុននឹងចង់បកគលទ្រព្យសម្បត្តិទៅឲ្យ Kiefer គាត់ទៅឪពុកអីក៏អាក្រក់ម៉េះអ្នកទាំងអស់គ្នានៅពេលដែល Kiefer ទ្រាំលេងបានណាគឺគេបានទៅវាយតបជាមួយនឹងឪពុកអញ្ចឹងណាប៉ុន្តែ Kiefer អត់អាចវាយឈ្នះឪពុកនោះទេដោយសារតែឪពុករបស់គេហ្នឹងគាត់គឺមានជំនាញផ្នែកបដាល់គាត់គឺជាកីឡាបដាល់អាជីពអញ្ចឹងណា Kiefer គេខ្លាំងដោយសារតែគេព្យាយាមវឹកហាត់ព្រោះបើសិនជាគេទន់ខ្សោយគេនឹងមិនអាចការពារមនុស្សនៅជុំវិញខ្លួនរបស់គេបាននោះទេនៅពេលដែលម្ដាយរបស់ Kiefer ឃើញប្តីវាយកូនប្រុសអញ្ចឹងណាគាត់ក៏បានយកធូបកាមមកវាយក្បាលប្តីដែលធ្វើឲ្យប្តីរបស់គាត់ខ្លាំងមែនទែនបន្ទាប់គ្នារហូតដល់ជ្រុលដៃសម្រាប់ប្រពន្ធដែលធ្វើឲ្យ Kiefer របស់យើងគឺថាឈឺចាប់ខ្លាំងមែនទែនគេឃើញថាម្ដាយរបស់គេស្លាប់នៅចំពោះមុខប៉ុន្តែគឺគេមិនអាចធ្វើអ្វីបានឪពុករបស់ Kiefer មុខក្រាស់ណាគឺនៅតែត្រឡប់មកផ្ទះវិញទៀតជាមួយនឹងប្រពន្ធថ្មីប៉ុន្តែ Kiefer របស់យើងគឺថាបានបណ្ដេញឪពុកចេញពីផ្ទះហើយ Kiefer របស់យើងគេក៏បានរៀបរាប់ដែរគេបានការពារម្ដាយអញ្ចឹងហើយពេលនេះគេត្រូវតែការពារប្អូនរបស់គេចេរបស់យើងនៅពេលដែលឮពីដំណើររឿងរបស់ Kiefer ហើយគឺថានាងពេលភយមតែម្ដងនាងនិយាយសុំទោសទៅកាន់ Kiefer នាងមានអារម្មណ៍ថានាងមិនអាចជួយ Kiefer បាននោះទេតាមពិតនាងគិតថាជីវិតរបស់នាងវាអាក្រក់ស្ដាប់ទៅ Kiefer ជីវិតរបស់គេអាក្រក់ជាងនាងទៅទៀត Kiefer បានលួងលោមទៅកាន់ចេថាកុំឲ្យនាងយំអីអញ្ចឹងណាបន្ទាប់មកគេក៏បាននិយាយថាឥឡូវវាយប់ហើយតោះយើងនាំគ្នាត្រឡប់ទៅផ្ទះពេលដែល Kiefer ជូនចេត្រឡប់មកដល់ផ្ទះហើយនាងអឺតលើមអញ្ចឹងណាខ្លាចថាអ្នកផ្ទះឃើញទីបំផុតក៏ត្រូវអេរីចាប់បានឲ្យតតែបានគេបានសួរទៅកាន់ចេថាមកពីណានេះគឺជាលើកទី2ដែលនាងមកផ្ទះយប់ជ្រៅអញ្ចឹងណាបន្ទាប់មក
ចេះបានប្រាប់ថាអត់មានអីនោះទេប៉ុន្តែអេរីដឹងបាត់ទៅហើយថាចេគឺចេញក្រៅជាមួយនឹង Kiefer គេសួរទៅកាន់ចេថាតើត្រូវជាស្អីជាមួយនឹង Kiefer ចេនិយាយថាគឺដូចដែលអេរីបានឃើញធ្វើអេរីខឹងខ្លាំងមែនទែនប្រាប់ថាកុំឲ្យគេធ្វើហួសដែនកំណត់បើមិនចឹងទេគេនឹងយករឿងនេះទៅប្រាប់ Angelo ចេនិយាយថាតាមពិតនាងជាមួយនឹង Kiefer មិនជាសង្សារនោះទេប៉ុន្តែពួកនាងគឺស្រឡាញ់គ្នាអេរីនិយាយថាពួកយើងគឺជាបងប្អូន Kiefer គ្រាន់តែចង់ប្រើឯងមកសងសឹកបងតែប៉ុណ្ណោះប៉ុន្តែចេបានតបទៅវិញថាខ្ញុំមិនជឿបងនោះទេអេរីរបស់យើងនិយាយទាំងសក្តិថ្មិញគេនិយាយថាម៉េចបងស្រឡាញ់អូនគ្មានទីបញ្ចប់គេនិយាយអញ្ចឹងមែនចេរបស់យើងក៏និយាយថាម៉េចបងដឹងត្រូវហើយពូពាក្យនេះគេក៏ធ្លាប់បាននិយាយវាទៅកាន់អេឡាដែរបានហើយបងនិយាយប្រាប់ឯងហើយជឿឬមិនជឿគឺជារឿងរបស់ឯងអូយអ្នកទាំងអស់គ្នាអេមីនណាត់ចេខ្លាំងមែនទែនហូរទឹកភ្នែកម៉ាត់នៅពេលដែលឮអេរីនិយាយអញ្ចឹងអាគេកំពុងតែភីងអេរីនេះមកកាត់ចង្វាក់ឲ្យទាល់តែបានបន្ទាប់ពីអេរីចូលទៅក្នុងចេយើងឈរយំហើយយកដៃជូតទឹកភ្នែកហើយនឹងស្ទាបទ្រូងអញ្ចឹងណាមានអារម្មណ៍ថាបេះដូងនេះគឺថាវាឈឺអួលខ្លាំងមែនទែនរឿងរ៉ាវភាគ4របស់យើងក៏ត្រូវបានបញ្ចប់ទៅត្រឹមហ្នឹងកុំភ្លេចរងចាំមើលភាគ5ជាមួយនឹង admin នៅថ្ងៃសុក្រអាទិត្យក្រោយទាំងអស់គ្នាបាយបាយ